ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ចូលក្រាបថ្វាយបង្គំគាល់នៅព្រឹកថ្ងៃទី27ខែសីហាឆ្នាំ2026ក្នុងព្រះបរមរាជវាំងមុននឹងប្រារព្ធរៀបចំកម្មវិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ឆ្នាំ2026ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រះករុណាព្រះមហាក្សត្រសពព្រះរាជហឫទ័យមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមមថាសម្ដេចតេជោហ៊ុនសែនឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានឯកឧត្តមលោកជំទាវនឹងចូលរួមចំណែកយ៉ាងផុសផុលក្នុងកិច្ចពិភាក្សាក្នុងសន្និសីទនិងសម្រេចបានសេចក្តីប្រកាសទីក្រុងភ្នំពេញដែលព្រះអង្គជឿជាក់ថាសេចក្តីប្រកាសនេះជានិមិត្តរូបនៃការបដិញ្ញាចិត្តរួមចំពោះយុត្តិធម៌ការគោរពសិទ្ធិមនុស្សការអភិវឌ្ឍប្រកបដោយចីរភាពការកសាងសន្តិភាពការផ្សះផ្សាការដោះស្រាយជម្លោះដោយសន្តិវិធីនិងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងរួមគ្នាជ្រុងខ្ពស់ទង់សន្តិភាពដែលជាលក្ខខណ្ឌដ៏ល្អមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រះករុណាជាម្ចាស់ជីវិតលើត្បូងសពព្រះរាជហឫទ័យវិតម្លៃខ្ពស់ព្រមទាំងកោតសរសើរចំពោះបណ្ដាប្រទេសជាមិត្តនិងដៃគូអន្តរជាតិដែលតែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយវិវាទដោយសន្តិវិធីក្នុងឱកាសនេះដែរសម្ដេចតេជោហ៊ុនសែនបានទូលថ្វាយព្រះករុណាព្រះមហាក្សត្រថាការអញ្ជើញចូលរួមរបស់ប្រតិភូអន្តរជាតិក្នុងកម្រិតខ្ពស់បែបនេះគឺជាសក្ខីភាពបញ្ជាក់អំពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជានិងបង្ហាញនូវស្មារតីរួមគ្នាក្នុងការលើកកម្ពស់សន្តិភាពនិយមពហុភាគីនិយមនិងការពង្រឹងប្រព័ន្ធអន្តរជាតិតាមរយៈយន្តការសភានិងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលសុទ្ធតែដើម្បីបម្រើគោលដៅរួមគឺសន្តិភាពសន្តិសហវិជ្ជមាននិងវិបុលភាពរួមដែលជាបំណងប្រាថ្នារបស់មនុស្សជាតិគ្រប់ជំនាន់សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាបានទូលថ្វាយបន្តថាសន្និសីទប្រធានសភានៃអន្តរសភាលើកទី2នេះផ្ដោតសំខាន់លើការកសាងសន្តិភាពការសន្ទនានិងការរស់នៅជាមួយគ្នាដោយសុខដុមរមនាកម្ពុជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការចែករំលែកបទពិសោធន៍នៃការបង្រួបបង្រួមជាតិការបញ្ចប់សង្គ្រាមនិងការកសាងសន្តិភាពព្រមទាំងការរស់នៅជាមួយគ្នាចម្រុះសាសនានិងចម្រុះវប្បធម៌ដោយគ្មានការរើសអើងដែលនេះគឺជាមរតកដ៏ឧត្តមឧត្តមនិងថ្លៃថ្លាក្រោមម្លប់បារមីដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រក្នុងឱកាសនោះឯកឧត្តមស៊ីយ៉េតយូសាហ្វរ៉ាសាជីឡានីប្រធានព្រឹទ្ធសភាប៉ាគីស្ថាននិងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភាបានទូលថ្វាយថាព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងគឺជាស្នូលនៃដំណើរវិវត្តន៍នេះកម្ពុជានាពេលបច្ចុប្បន្នគឺជាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើននិងជាសមាជិកដ៏គួរឲ្យគោរពមួយនៃសហគមន៍អន្តរជាតិកម្ពុជាឈរជាសក្ខីកម្មដ៏ជាក់ស្ដែងមួយដែលបង្ហាញពីតម្លៃមិនសាបសូន្យនៃសន្តិភាពការបង្រួបបង្រួមជាតិនិងឯកភាពជាតិឯកឧត្តមបានទូលថ្វាយបន្ថែមថាពិភពលោកសប្តាហ៍ថ្ងៃកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនចំនួននានានៅតែបន្តកើតមានទំនុកចិត្តរវាងប្រជាជាតិនិងប្រជាជាតិកំពុងរងសម្ពាធវិបត្តិសេដ្ឋកិច្ចនិងបរិស្ថានបាននឹងកំពុងជះឥទ្ធិពលដល់សង្គមជាតិនៅគ្រប់ចំនួននៅក្នុងកាលៈទេសៈបែបនេះកិច្ចសន្ទនារឹតតែមានសារៈសំខាន់ជាងពេលណាទាំងអស់ស្ថាប័នសភាអាចជួយរក្សាកិច្ចសន្ទនានេះឲ្យនៅរស់រវើកនិងកសាងស្ពាននៃការយោគយល់គ្នាក្នុងចំណោមប្រជាជាតិនិងប្រជាជាតិនេះជាគោលបំណងនៃសន្និសីទប្រធានសភានៃអន្តរសភានិងជាការសន្យារបស់សន្និសីទប្រធានសភានៃអន្តរសភាបន្ទាប់ពីបញ្ចប់ព្រះរាជសវនាការប្រកបដោយភាពរាក់ទាក់ស្និទ្ធស្នាលនិងមានសារៈសំខាន់នេះរួចសម្ដេចតេជោហ៊ុនសែននិងគណៈប្រតិភូបានអញ្ជើញទៅកាន់សាលសន្និសីទដើម្បីចូលរួមក្នុងពិធីបើកជាផ្លូវការនៅកម្មវិធីសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ឆ្នាំ2026